ពុទ្ធិយមលេសច្ចាนังนันเดวิอัตโนเอวังทวังวิจิโยหากะเลอปราจิตปาลังเกสព្រះករុណាខ្ញុំបាទជាផលិតនឹងក្រុមការងារផ្សាយផ្ទាល់នៃបណ្ដាញសង្គមការងារផ្លូវការរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកំពុងធ្វើការផ្សាយផ្ទាល់ចេញពីវត្តបទុមវតីរាជវរារាមអំពីពិធីស្រោចស្រពព្រះសគុណវេរីថ្វាយប្រគេនសម្ដេចព្រះអគ្គមហាសង្ឃរាជសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះសង្ឃនាយករងសម្ដេចព្រះសង្ឃគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតភរិយាដងឧត្តមរបស់សម្ដេចបវរធិបតីមានព្រះវត្តមានយាងនិងអញ្ជើញចូលរួមនៅក្នុងពិធីស្រោចស្រពព្រះសគុណវេរីថ្វាយប្រគេនសម្ដេចព្រះអគ្គមហាសង្ឃរាជសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះសង្ឃនាយករងសម្ដេចព្រះសង្ឃគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងឱកាសនេះក៏មានវត្តមានសមាជិកសមាជិកាព្រឹទ្ធសភារដ្ឋសភារាជរដ្ឋាភិបាលក៏ដូចជាវត្តមានរបស់មន្ត្រីរាជការសិស្សគុណនិងពុទ្ធបរិស័ទមកពីគ្រប់មជ្ឈដ្ឋានយ៉ាងមហោឡារិកទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំបាទសូមជម្រាបថាព្រះមន្ត្រីសង្ឃព្រះថេរានុថេរៈសិស្សគុណនិងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានមានកតញ្ញូតាធម៌និងសទ្ធាជ្រះថ្លាប្រកបដោយក្តីសោមនស្សរីករាយក្រៃលែងនេះបានព្រមព្រៀងគ្នាជាឯកច្ឆន្ទតាមគំនិតផ្ដួចផ្ដើមនឹងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតបានរៀបចំព្រះពិធីស្រោចស្រពព្រះសគុណវេរីថ្វាយប្រគេនសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទិសបណ្ឌិតនុនង៉ែតសម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចព្រះមហាសូមេធាធិបតីកិត្តិបណ្ឌិតអមលឹមហេងសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះពោធិវង្សកិត្តិបណ្ឌិតណយជ្រឹកសម្ដេចព្រះសង្ឃនាយកទី1សម្ដេចព្រះវណ្ណរតន៍កិត្តិបណ្ឌិតមួងរាសម្ដេចព្រះសង្ឃនាយករងទី2សម្ដេចព្រះពុទ្ធជ័យមុនីបណ្ឌិតខឹមសនសម្ដេចព្រះសង្ឃនាយករងទី3និងសម្ដេចព្រះឧត្តមបញ្ញាកិត្តិបណ្ឌិតដួងផង់អនុប្រធានថេរសភានៃពុទ្ធសាសនានៅក្នុងបរិវេណវត្តបទុមវតីរាជវរារាមស្ថិតក្នុងសង្កាត់ចតុមុខខណ្ឌដូនពេញរាជធានីភ្នំពេញខ្ញុំបាទសូមរំលឹកថាកាលវេលាថ្ងៃសុក្រទី21ខែមិថុនាឆ្នាំ2024កន្លងទៅសម្ដេចបវរធិបតីនិងលោកជំទាវបណ្ឌិតក៏បានអញ្ជើញចូលរួមពិធីបុណ្យតិឃាយុវឌ្ឍនមង្គលថ្វាយសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទិសបណ្ឌិតនុនង៉ែតដើម្បីជាកិច្ចតបស្នងចំពោះព្រះគុណដ៏ឧត្តមក្រៃលែងដែលសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទិសបណ្ឌិតនុនង៉ែតគម្រប់ព្រះជន្ម100ព្រះវស្សាយាងចូល101ព្រះវស្សាថ្វាយសម្ដេចជាអម្ចាស់ដើម្បីទុកជាព្រះរាជកុសលនិងថ្វាយព្រះរាជសពសាធុការពរសូមសម្ដេចជាអម្ចាស់ទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ព្រះជន្មតិឃាយុជាង100ព្រះវស្សាប្រថាប់នៅជាម្លប់សម្រាប់សម្ដេចព្រះរាជាគណៈព្រះថេរានុថេរៈនិងមហាពុទ្ធបរិស័ទជាយូរអង្វែងតទៅសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទិសបណ្ឌិតស្ទើរពេញមួយព្រះជន្មព្រះអង្គបានបូជាព្រះកាយក្នុងការថែរក្សានិងលើកដំកើងវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋនៅកម្ពុជាឲ្យមានការរីកចម្រើនជាលំដាប់ហើយក្រៅពីនេះសម្ដេចបវរធិបតីនិងលោកជំទាវបណ្ឌិតក៏បានអញ្ជើញចូលរួមពិធីស្រោចស្រពព្រះសគុណវេរីថ្វាយប្រគេនសម្ដេចនិងព្រះមន្ត្រីសង្ឃជាន់ខ្ពស់គណៈមហានិកាយនៅព្រះរាជាណាចក្រកម្ពុជាចំនួន11ព្រះអង្គផងដែរដែលបាន
ចូលរួមចំណែកអភិវឌ្ឍនិងពង្រឹងវិស័យពុទ្ធចក្រនៅក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀតពិធីនេះបានប្រព្រឹត្តទៅនៅវត្តមុនីសុវណ្ណហៅវត្តចម្ពោះក្អែកកាលវេលាថ្ងៃសុក្រទី17ខែវិច្ឆិកាឆ្នាំ2023ពិធីស្រោចស្រពព្រះសកុនវេរីថ្វាយប្រគេនសម្ដេចព្រះអគ្គមហាសង្ឃរាជសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះសង្ឃនាយករងសម្ដេចព្រះសង្ឃនិងព្រះមន្ត្រីសង្ឃជាន់ខ្ពស់គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសនេះនិងក្នុងឱកាសកន្លងទៅសុទ្ធសឹងជាសក្ខីភាពនៃការរីកចម្រើនក្នុងវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋក្រោមម្លប់នៃសុខសន្តិភាពដែលប្រជាពលរដ្ឋកម្ពុជាបាននឹងកំពុងរស់នៅដោយភាពសុខក្សេមក្សានិងរីកចម្រើនក្នុងជីវភាពជាការពិតណាស់ភាពរីកចម្រើននៃជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងបរិបទដែលកម្ពុជាជាប្រទេសមានកំណើនសេដ្ឋកិច្ចល្អប្រសើរនិងមានយុទ្ធសាស្ត្រច្បាស់លាស់ក្នុងការឆ្លើយតបទៅនឹងវិបត្តិផ្សេងៗដោយរក្សាបាននូវភាពធន់រឹងមាំការរីកចម្រើននៃវិស័យព្រះពុទ្ធសាសនានៅក្នុងសង្គមខ្មែរតាមរយៈជំនឿសទ្ធាជ្រះថ្លាដ៏មុតមមរបស់ប្រជាពលរដ្ឋព្រមទាំងការបង្កលក្ខណៈរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណៈបកប្រជាជនកម្ពុជាចាប់តាំងពីឆ្នាំ1979មកនិងបច្ច័យនៃសុខសន្តិភាពសន្តិសុខសុវត្ថិភាពសាធារណៈដែលអំណោយផលដល់ការជួបជុំញាតិមិត្តដើម្បីធ្វើបុណ្យធ្វើទានសម្អាតចិត្តឲ្យបរិសុទ្ធគ្មានទុក្ខកង្វល់និងចូលរួមកសាងសមិទ្ធផលបានយ៉ាងច្រើនជាហូរហែរហូតមកដល់បច្ចុប្បន្នសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីរបស់យើងបានលើកឡើងថាប្រទេសកម្ពុជាអាចទទួលបានសន្តិភាពពេញលេញឯកភាពជាតិនិងឯកភាពទឹកដីដោយសពថ្ងៃនេះក៏ដោយសារការដឹកនាំប្រកបដោយធម៌របស់សម្ដេចតេជោហ៊ុនសែនដែលបានដាក់ចេញនូវនយោបាយឈ្នះឈ្នះដែលជានយោបាយផ្អែកលើគោលការណ៍គុណធម៌មនុស្សធម៌ការចែករំលែកនិងការទុកចិត្តគ្នាទៅវិញទៅមកដោយធ្វើយ៉ាងណារក្សាការពារឲ្យបាននៅអាយុជីវិតទ្រព្យសម្បត្តិមុខរបរនិងការងាររបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបគ្រប់និន្នាការដោយមិនមានការរើសអើងនិងការបែងចែករាជរដ្ឋាភិបាលទាំងអាណត្តិមុននិងអាណត្តិថ្មីនេះសូមថ្លែងអំណរគុណប្រជាពលរដ្ឋគ្រប់ទិសទីដែលបានចូលរួមថែរក្សាសុខសន្តិភាពនិងជំរុញការអភិវឌ្ឍជាតិទៅមុខទៀតតាមរយៈការរួមគ្នាដើរទៅមុខលើវិថីដ៏ត្រឹមត្រូវការរួមរស់នៅជាមួយគ្នាទាំងក្នុងពុទ្ធចក្រនិងអាណាចក្រប្រកបដោយភាពសុខដុមរមនាដោយមិនមានការបែកបាក់ផ្ទៃក្នុងជាតិការចែករំលែកការជួយគ្នាទៅវិញទៅមកនិងការខិតខំកសាងអភិវឌ្ឍខ្លួនឯងនិងគ្រួសារឲ្យបានរីកចម្រើនរុងរឿងហើយសន្តិភាពដ៏ពេញលេញនិងសេចក្តីសុខសាន្តត្រានក្នុងរយៈពេល27ឆ្នាំមកនេះអាចនឹងរលាយបាត់បង់ទៅវិញយ៉ាងឆាប់រហ័សក្នុងមួយប៉ព្រិចភ្នែកប្រសិនបើគ្មានការចូលរួមប្រកបដោយស្មារតីទទួលខុសត្រូវរបស់ប្រជាពលរដ្ឋម្នាក់ៗនិងការបដិញ្ញាចិត្តដ៏ច្បាស់លាស់របស់ប្រមុខថ្នាក់ដឹកនាំក្នុងការបន្តថែរក្សាការពារសន្តិភាពស្ថិរភាពឲ្យបានដាច់ខាតទោះក្នុងតម្លៃណាក៏ដោយនោះទេហើយគ្មានអ្នកណាស្រឡាញ់ខ្មែរការពារខ្មែរជាងខ្មែរខ្លួនយើងនោះទេដូច្នេះខ្មែរត្រូវតែខ្លាំងនិងរួមសាមគ្គីគ្នាដើម្បីថែរក្សាអត្តសញ្ញាណជាតិឯករាជ្យអធិបតេយ្យបូរណភាពទឹកដីនិងការអភិវឌ្ឍជាតិឲ្យស្ថិតថេរជារកាលតទៅមុខទៀតសម្រាប់អ្នកជំនាន់ក្រោយតាក់ទងនឹងសុខដុមភាវូបនីយកម្មរវាងជាតិសាសន៍និងសាសនាការជួបជុំគ្នានៅថ្ងៃនេះក្នុងពិធីស្រោចស្រពព្រះសកុនវេរីថ្វាយប្រគេនសម្ដេចព្រះអគ្គមហាសង្ឃរាជសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះសង្ឃនាយករងនិងសម្ដេចព្រះសង្ឃគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាកំពុងបង្ហាញពីភាពសុខដុមរមនាភាពរស់នៅជាមួយគ្នារវាងធម្មយុត្តិនិងមហានិកាយហើយប្រទេសកម្ពុជារបស់យើងមិនដែលមានចំនួនសាសនាកើតឡើងឡើយដែលខុសពីបណ្ដាប្រទេសនានាមួយចំនួននៅលើពិភពលោកចំនួនសាសនាបានកើតមានឡើងរហូតដល់មានការវាយប្រហារគ្នាក្នុងរូបភាពជាភេរវកម្មទៀតផងសម្ដេចបវរធិបតីធ្លាប់មានប្រសាសន៍ថាការគ្រប់គ្រងរដ្ឋមួយគឺទាមទារឲ្យយើងធ្វើសុខដុមភាវូបនីយកម្មរវាងជាតិសាសន៍និងសាសនាដែលនេះជាកិច្ចការដ៏ធំហើយវានឹងមិនคล้ายទៅជាការបែកបាក់ជាតិ
ជាការពិតណាស់ក្រៅពីពុទ្ធបរិស័ទព្រះសង្ឃក៏មានតួនាទីដ៏សំខាន់ក្នុងភារកិច្ចថែរក្សាសន្តិភាពផ្ដើមពីសន្តិភាពនេះហើយទើបប្រទេសជាតិយើងមានស្ថានភាពរីកចម្រើននិងកំពុងបន្តអភិវឌ្ឍដោយសពថ្ងៃដូចនេះព្រះសង្ឃមានភារកិច្ចសំខាន់ដែលត្រូវចូលរួមដើម្បីថែរក្សានៅសន្តិភាពរបស់ប្រទេសយើងបានឃើញហើយថាវិស័យសាសនារបស់យើងមិនថាតែព្រះពុទ្ធទេគ្រប់សាសនាទាំងអស់នៅកម្ពុជាត្រូវបានបំផ្លិចបំផ្លាញក្នុងសម័យសង្គ្រាមហើយក៏ក្នុងសម័យនៃរបបប្រល័យពូជសាសន៍ផងដែរហើយឆ្លងកាត់ដំណាក់កាលសង្គ្រាមដ៏យូរលង់ទឹកដីកម្ពុជារបស់យើងក្នុងពេលកន្លងមកមានការបែងចែកព្រះសង្ឃខ្លះនៅខាងភាគីនេះព្រះសង្ឃខ្លះនៅខាងភាគីនោះនិងព្រះសង្ឃខ្លះនៅក្នុងតំបន់ដែលមានសង្គ្រាមដូច្នេះយើងមិនត្រូវបណ្តែតបណ្តោយឲ្យប្រទេសរបស់យើងរងនៅការបែកបាក់នោះទេព្រោះវាអាចនាំទៅដល់សង្គ្រាមវិនាសកម្មដូចនេះព្រះសង្ឃមានតួនាទីអប់រំពុទ្ធបរិស័ទដើម្បីចូលរួមការពារជាតិសាសនាព្រះមហាក្សត្រសម្ដេចឯកឧត្តមលោកជំទាវលោកស្រីនាងកញ្ញាជាទីគោរពនៅពេលនេះសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតអញ្ជើញមកដល់ទីវត្តបទុមវតីរាជវរារាមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតទទួលបាននូវការគោរពស្វាគមន៍និងផ្ដល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅដោយមនោសញ្ចេតនាគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ឯកឧត្តមចៅបរិនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនានិងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលជាច្រើនរូបព្រមទាំងពុទ្ធបរិស័ទដែលកំពុងមានវត្តមានចូលរួមពិធីស្រោចស្រពព្រះសុគន្ធវេរីថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះសង្ឃនាយករងនិងសម្ដេចព្រះសង្ឃរាជគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជានៅពេលនេះសម្ដេចបវរធិបតីនិងលោកជំទាវបណ្ឌិតកំពុងធ្វើដំណើរអញ្ជើញទៅកាន់មហាកុដិសម្ដេចព្រះអគ្គមហាសង្ឃរាជដើម្បីប្រារព្ធពិធីថ្វាយព្រះសុគន្ធវេរីចំពោះសម្ដេចជាអម្ចាស់ហើយបន្ទាប់មកសម្ដេចបវរធិបតីនិងលោកជំទាវបណ្ឌិតអញ្ជើញទៅកាន់វេទិកាកិត្តិយសដើម្បីចាប់ផ្ដើមកម្មវិធីនៅពេលនេះទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំបាទសូមគោរពអញ្ជើញសម្ដេចឯកឧត្តមលោកជំទាវលោកស្រីនាងកញ្ញាទស្សនាការប្រព្រឹត្តទៅនៃពិធីស្រោចស្រពព្រះសុគន្ធវេរីថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជាក្រោមទិដ្ឋភាពទាំងស្រុងដូចតទៅ
ยันตาปุถิยโมเลสักยานังนันเดวิตโนเอวังทวังวิจิโยหากะเลอปาราจิตปาลังเกไสเสปตวิปาวกะเรอภิเสเกสัพอาเกียปัตตาปมาตเตสนาคาตังสมังกะเลียงสัพพิยตังสัตตตังสกนาวสมัตตายจารัยสัพพะขินังกายกรรมังวิจากรรมังปัจจขินังปัจจขินังมโนกรรมังขินาปัจจขินานิกัตวานลพันจัตเถปัจจขเนសូមទូលថ្វាយប្រគេននឹងគ្រប់ជំរាបជូនជ្រាបផងដែរថានៅក្នុងឱកាសនៃព្រះរាជពិធីថ្វាយនៅព្រះសុគន្ធវេរីថ្វាយសម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងមហាកុដនោះគឺបានចប់សពគ្រប់រួចរាល់អស់ហើយព្រះរាជពិធីបន្តនៅក្នុងឱកាសនេះគឺនឹងដំណើរការជាផ្លូវការនៅនឹងវេទិកាប្រពៃព្រះរាជពិធីในឱកាសនេះជាបន្តទៀតផងដែរសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតបានចាក់ចែងអំពីមហាកុដនៅក្នុងឱកាសនេះនិងបានអញ្ជើញមកកាន់វេទិកាប្រពៃពិធីហើយជាកិច្ចខាងដើមសម្ដេចព្រះមហាសង្ឃរាជសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះសង្ឃនាយករងសម្ដេចព្រះរាជាគណៈតាមព្រះឋានានុក្រមចំនួនប្រមាណជា1116អង្គនឹងបានស្វាធ្យាយជាយន្តោជារួមនៅក្នុងឱកាសនេះផងដែរสนาคาตังสมแรงกัลยังสุปเพียสังสหติกังสกนาวสมหตาสยตังรามจาริสุปเตียกินังกายกรรมังวิจากรรมังปเตียกินังปเตียกินังมโนกรรมังปณิทิเตปเตียกินังปเตียกินานิกัตวานลพันจัตเทปเตียเทเน
ទូលព្រះបង្គំសូមអរព្រគុណជាមួយគ្នានេះសូមគោរពអញ្ជើញសម្ដេចនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតព្រមទាំងអង្គពិធីទាំងមូលគោរពអញ្ជើញសម្រួលអរិយាប័ត្រទូលព្រះបង្គំខ្ញុំប្រកាសណាចំបាទសូមព្រះអនុញ្ញាតនិងសូមការអនុញ្ញាតដំណើរការនៅព្រះរាជកម្មវិធីទូលព្រះបង្គំសូមថ្វាយបង្គំសម្ដេចព្រះមហាសមេធាធិបតីគតិបណ្ឌិតអំលឹមហេងសម្ដេចព្រះសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតទូលព្រះបង្គំសូមថ្វាយបង្គំសម្ដេចព្រះពោធិវាំងគតិបណ្ឌិតណយច្រឹកសម្ដេចព្រះសង្ឃនាយករងទី1គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាខ្ញុំប្រកាសណាសូមថ្វាយបង្គំសម្ដេចព្រះសង្ឃនាយករងសម្ដេចព្រះសង្ឃព្រះរាជាគណៈព្រះមន្ត្រីសង្ឃព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈខ្ញុំបាទសូមគោរពសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតសូមគោរពឧត្តមលោកជំទាវសមាជិកសមាជិកានៃព្រឹទ្ធសភារដ្ឋសភារាជរដ្ឋាភិបាលឧត្តមចាយបរិនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនានិងលោកជំទាវលោកអ្នកអុកញ៉ាលោកជំទាវភ្ញៀវកិត្តិយសលោកស្រីមន្ត្រីរាជការព្រមទាំងអង្គព្រះរាជពិធីទាំងមូលជាទីគោរពជាកិច្ចចាប់ផ្ដើមនៅព្រះរាជពិធីសូមគោរពអញ្ជើញសម្ដេចធិបតីនាយករដ្ឋមន្ត្រីលោកជំទាវបណ្ឌិតនិងអង្គព្រះរាជពិធីទាំងមូលអញ្ជើញក្រោកឈរឡើងដើម្បីប្រុងប្រៀបគោរពទង់ជាតិនិងបន្ទាប់មកសូត្របទសារផាញ់គោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាគោរពជាបន្តសូត្របទសារផាញ់សង្ខេបព្រះរូបព្រះធាតុនៃព្រះពុទ្ធវេសតតាំងអង្គព្រះសង្ឃស្ដាសូមគុណត្រៃរណជួយខែមរាឲ្យបានសុខហាតរៀងទៅសូមសម្រួលព្រះឥរិយាបថនិងសូមគោរពអញ្ជើញសម្រួលឥរិយាបថជាបន្តសូមការអនុញ្ញាតគ្រប់អញ្ជើញឲ្យឧត្តមចាយបរិនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាគ្រប់អញ្ជើញថ្លែងនៅកិច្ចស្វាគមន៍និងរបាយការណ៍សូមក្រាបបង្គំទូលថ្វាយ
សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីគតិឧទ្ទេសបណ្ឌិតងួនង៉ែតសម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់សូមក្រាបថ្វាយបង្គំទូលថ្វាយសម្ដេចព្រះមហាសម្មាធាធិបតីគតិបណ្ឌិតអោមលំហេងសម្ដេចព្រះសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមក្រាបថ្វាយបង្គំសម្ដេចព្រះសង្ឃនាយករងសម្ដេចព្រះរាជាគណៈព្រះថេរាធេរៈគ្រប់អង្គជាទីសក្ការៈខ្ញុំបាទសូមគោរពសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទវនីហ៊ុនម៉ាណែតជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតឯកឧត្តមលោកជំទាវសមាជិកសមាជិកាព្រឹទ្ធសភារដ្ឋសភាជាទីគោរពឯកឧត្តមឧបនាយករដ្ឋមន្ត្រីទេសរដ្ឋមន្ត្រីជាទីគោរពឯកឧត្តមលោកជំទាវលោកអ្នកអង្គការលោកត្រីពុទ្ធបរិស័ទនិងអង្គវិធីទាំងមូលជាទីគោរពរាប់អានថ្ងៃសុក្រ1រោចខែផល្គុនឆ្នាំរោងឆស័កពុទ្ធសករាជ2568ត្រូវនៅថ្ងៃទី14ខែមិនិនាឆ្នាំ2025ជាតិថីប្រកបទៅដោយមហាហិទ្ធិឫទ្ធិនិងអធិកធមពោពេញទៅដោយមនោសញ្ចេតនាសោមនស្សរីករាយយ៉ាងក្រៃលែងសម្រាប់គណៈសង្ឃទាំងមូលក៏ដូចជាក្រសួងធម្មការនិងសាសនាមានកិត្តិយសបានធ្វើបដិសណ្ឋកិច្ចថារកិច្ចស្វាគមន៍វត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតដែលឆ្លៀតឱកាសដ៏មមាញឹកក្នុងកាតព្វកិច្ចបម្រើជាតិមាតុភូមិបានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងព្រះរាជពិធីស្រោចស្រពព្រះសកុនវរីថ្វាយនឹងប្រគេនសម្ដេចព្រះសង្ឃរាជសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះសង្ឃនាយករងនិងសម្ដេចចំនួន6ព្រះអង្គនៅវត្តបទុមវតីរាជធានីភ្នំពេញដ៏មហោឡារិកនាពេលនេះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតគឺជាឱកាសនេះជាសក្ខីភាពបញ្ជាក់ឲ្យឃើញឲ្យច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាលចំពោះព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋគឺជាលើកទឹកប្រតិយយ៉ាងខ្លាំងសម្រាប់សម្ដេចព្រះសង្ឃសម្ដេចព្រះមហាសង្ឃរាជសម្ដេចព្រះសង្ឃយុសម្ដេចព្រះសង្ឃយុរងសម្ដេចព្រះរាជាគណៈព្រះថេរាធេរៈគ្រប់ព្រះអង្គជាពិសេសសម្ដេចគ្រប់ព្រះអង្គដែលត្រូវបានស្រោចស្រពព្រះសកុនវរីនាពេលនេះសម្ដេចជាអង្គម្ចាស់សម្ដេចព្រះរាជាគណៈព្រះថេរាធេរៈគ្រប់ព្រះអង្គជាទីសក្ការៈដ៏ខ្ពង់ខ្ពស់សម្ដេចធិបតីលោកជំទាវបណ្ឌិតជាទីគោរពដ៏ខ្ពង់ខ្ពស់អង្គវិធីទាំងមូលជាទីគោរពរាប់អានជាការរីកចម្រើននៃវិស័យពុទ្ធសាសនាទូទាំងព្រះរាជាណាចក្រកម្ពុជាពេលនេះជាមនោញ្ញផលដែលកើតចេញពីការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលគ្រប់អាណត្តិនិងការលះបង់ប្រកាយពលនិងបញ្ញាញាណរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីសម្ដេចព្រះសង្ឃរាជនឹងការចូលរួមចំណែកយ៉ាងសកម្មពីសំណាក់សម្ដេចព្រះមហាសម្មាធាធិបតីសម្ដេចព្រះប្រសង្ឃយុសម្ដេចព្រះពោធិវាំងសម្ដេចព្រះសង្ឃនាយករងទី1សម្ដេចព្រះសវណ្ណរដ្ឋសម្ដេចព្រះសង្ឃនាយករងទី2សម្ដេចព្រះពុទ្ធជ័យមុនីសម្ដេចព្រះសង្ឃនាយករងទី3សម្ដេចព្រះឧត្តមបញ្ញាព្រះអនុប្រធានថេរសភានិងសម្ដេចព្រះមន្ត្រីសង្ឃគ្រប់ព្រះអង្គជាពិសេសសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីគតិឧទ្ទេសបណ្ឌិតនួនង៉ែតសម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជាទ្រង់ជាព្រះមហាថេរៈដែលមានព្រះជន្មជាង100ព្រះភាសាដែលរាជរដ្ឋាភិបាលនិងសិស្សគុណទើបតែនឹងធ្វើបុណ្យចម្រើនទីឃាយុវឌ្ឍនមង្គលថ្វាយនាពេលកន្លងទៅថ្មីនេះនៅក្នុងព្រះជន្ម101ព្រះភាសាបន្ទាប់មកក៏ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ដំឡើងនិងតែងតាំងថ្វាយព្រះឋានៈជាសម្ដេចព្រះអគ្គមហាសង្ឃរាជនិងសម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជាកាលពីព្រឹកមិញឯកឧត្តមជូស៊ូមីនអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាប្រចាំនៅព្រះរាជាណាចក្រកម្ពុជាតំណាងរាជរដ្ឋាភិបាលនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាបាននាំយកព្រះនាមនាមាពិធីជាអភិធច្ចមហាសង្ឃធម្មជាជោតិកធច្ចៈជាគុណវុឌ្ឍ
គុណវុឌ្ឍិកម្ពុជានៃការផ្សព្វផ្សាយព្រះសាសនាដែលជាបរមងារខ្ពស់បំផុតនៃព្រះពុទ្ធសាសនាមកថ្វាយសម្ដេចព្រះអង្គម្ចាស់ផងដែរនេះជាមង្គលបំផុតសម្រាប់សិស្សគុណក៏ដូចជាពុទ្ធបរិស័ទទូទៅសម្ដេចព្រះអង្គម្ចាស់ទ្រង់ជាព្រះមហាថេរៈមួយព្រះអង្គពោបរិបូរដោយសិលនិងសទ្ធាមុតមមក្នុងព្រះពុទ្ធសាសនាបានចេញសាងធ្នោះបួសជាព្រះសង្ឃតាំងពីកុមារភាពហើយព្រះមហាថេរៈចុងក្រោយបំផុតនៃព្រះមហាថេរៈទាំង7ព្រះអង្គដែលជាសហថាបនិកបង្កើតព្រះពុទ្ធសាសនាឲ្យមានឡើងវិញនៅក្នុងព្រះរាជាណាចក្រកម្ពុជានៅក្រោយថ្ងៃរំដោះ7មករាឆ្នាំ1979ទ្រង់បានបំពេញព្រះរាជតួនាទីយ៉ាងសកម្មប្រកបទៅដោយឆន្ទៈនិងព្រះវិរិយភាពជាប់ខ្លួនក្នុងការបំពោះកុលបុត្រនិងរៀបចំវត្តអារាមឡើងវិញប្រជាជនកម្ពុជាពិតជាមានមោទនភាពចំពោះការរីកចម្រើននៃពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋនិយាយដោយឡែកនិយាយជារួមគ្រប់សាសនាដែលមានការរីកចម្រើននិងមានសិទ្ធិសេរីភាពពេញទីក្នុងការប្រតិបត្តិជំនឿសាសនារៀងៗខ្លួនហើយគ្រប់សាសនានៅកម្ពុជារស់នៅរួមគ្នាប្រកបទៅដោយភាពសុខដុមរមនាហើយបានចូលរួមចំណែកជាមួយរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទី1និងការពង្រឹងភាពជាពលរដ្ឋល្អក្នុងសង្គមដែលមានអរិយធម៌ខ្ពស់ប្រកបទៅដោយសិលធម៌សមធម៌និងបរិយាបន្នសម្ដេចជាអង្គម្ចាស់សម្ដេចព្រះរាជាគណៈប្រធេរាប្រធេរៈគ្រប់អង្គជាទីសក្ការៈដ៏ខ្ពង់ខ្ពស់សម្ដេចធិបតីលោកជំទាវបណ្ឌិតជាទីគោរពដ៏ខ្ពង់ខ្ពស់អង្គវិធីទាំងមូលជាទីគោរពរាប់អាននយោបាយឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញឯកភាពជាតិឯកភាពទឹកដីទាំងស្រុងហើយសន្តិភាពស្ថិតនៅក្នុងនយោបាយសន្តិសុខសម្ដាប់ធ្នាប់ដែលត្រូវបានរក្សាឲ្យបានគត់មុតជាង26ឆ្នាំមកនេះដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យក្នុងនោះវិស័យធម្មការសាសនាក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ទាំងបរិមាណនិងគុណភាពបច្ចុប្បន្ននៅទូទាំងប្រទេសមានវត្តសរុបចំនួន5146វត្តមានព្រះសង្ឃសរុបចំនួន71179ព្រះអង្គវិស័យពុទ្ធិកសិក្សាបានបណ្ដុះបណ្ដាលព្រះសង្ឃតាំងពីថ្នាក់ធម្មវិន័យពុទ្ធិកបឋមសិក្សារហូតដល់ពុទ្ធិកឧត្តមសិក្សានិងក្រោយឧត្តមសិក្សាក្នុងនោះពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជនិងពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជានិងពុទ្ធិកសាកលវិទ្យាល័យសម្ដេចតេជោហ៊ុនសែនកំពង់ចាមរាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាបានបង្កលក្ខណៈគ្រប់បែបយ៉ាងធ្វើឲ្យវិស័យពុទ្ធសាសនាមានការលើកកម្ពស់និងរួមចំណែកផ្ដល់ការអប់រំចំណេះដឹងសិលធម៌ចរិយាធម៌គុណធម៌សិលធម៌ក្រៅពីវិស័យពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋវិស័យពុទ្ធសាសនាក៏បានយកចិត្តទុកដាក់ផងដែរពលគឺក្រសួងបានបំពេញតួនាទីប្រកបទៅដោយភាពទទួលខុសត្រូវហើយធ្វើឲ្យមានសុខដុមនីយកម្មវិស័យសាសនានិងបង្កលក្ខណៈឲ្យប្រជាជនមានសិទ្ធិសេរីភាពពេញលេញក្នុងជំនឿសាសនាដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាជាថ្មីម្ដងទៀតទូព្រះបង្គំខ្ញុំបកណាខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតដែលបានផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតអញ្ជើញចូលរួមជាព្រះរាជចូលរួមក្នុងព្រះរាជពិធីស្រោចស្រពព្រះប្រគុណវេរីនាពេលនេះសូមប្រសិទ្ធពរជ័យសិរីមង្គលវិបុលសុខគោរពជូនសម្ដេចធិបតីលោកជំទាវបណ្ឌិតព្រមទាំងបុត្រាបុត្រីសំប្រកបតែសុខភាពល្អបរិបូរណ៍ធម៌ពលខ្លាំងក្លាបញ្ញាវៀនវាងវៃនិងសម្រេចបានជោគជ័យថ្មីថែមទៀតជូនជាតិមាតុភូមិជាទីបញ្ចប់ទូព្រះបង្គំខ្ញុំបកណាខ្ញុំសូមថ្វាយប្រពរជូនពរនិងជូនពរសម្ដេចជាអង្គម្ចាស់សម្ដេចព្រះរាជាគណៈព្រះថេរានុថេរៈគ្រប់ព្រះអង្គឯកឧត្តមលោកជំទាវលោកអ្នកអង្គញាលោកស្រីសិលវ័នសិលវតីនិងភ្ញៀវកិត្តិយសព្រមទាំងអង្គវិធីទាំងមូលសំប្រកបតែពុទ្ធពរ4ប្រការគឺអាយុវណ្ណៈសុខៈនិងពលៈកុំបីប្រែក្លាយទៅជាបការៈដ៏តីឡើយ
ជាកិច្ចបន្តទូព្រះបង្គំខ្ញុំបកណាខ្ញុំបាទសូមគោរពអញ្ជើញសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមេត្តាមានប្រសាសន៍សំណេះដំណាលដ៏ខ្ពង់ខ្ពស់បំផុតសូមគោរពអញ្ជើញសូមអរគុណនិងសូមអរគុណខ្ញុំបកណាខ្ញុំសូមក្រាបថ្វាយបង្គំសម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចព្រះសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចព្រះរាជាគណៈព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈអាដាមលោកជំទាវសមាជិកសមាជិកាព្រឹទ្ធសភារដ្ឋសភាសមាជិកសមាជិការាជរដ្ឋាភិបាលគណៈអធិបតីភ្ញៀវកិត្តិយសសិលវ័នសិលវត្ត័យនិងអង្គពិធីទាំងមូលជាទីមេត្រីថ្ងៃនេះទូលព្រះបង្គំខ្ញុំបកណាខ្ញុំនិងភរិយាពិតជាមានសេចក្តីរីករាយនិងសទ្ធាជ្រះថ្លាយ៉ាងក្រៃលែងដែលបានចូលរួមជាអធិបតីក្នុងព្រះរាជពិធីស្រោចស្រពព្រះសកុនវេរីថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះសង្ឃនាយករងសម្ដេចគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាទូលព្រះបង្គំខ្ញុំបកណាខ្ញុំសូមកោតសរសើរនិងវិយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំនិងមន្ត្រីក្រសួងស្ថាប័នពាក់ព័ន្ធដែលបានខិតខំរៀបចំពិធីនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់និងប្រកបដោយសទ្ធាជ្រះថ្លាញ៉ាំងឲ្យព្រះពិធីនេះមានភាពអធិកធម៌ស័ក្តិសមនឹងព្រះកិត្តិគុណនិងរបស់សម្ដេចជាអម្ចាស់គ្រប់ព្រះអង្គក្នុងឱកាសប្រកបដោយមហាមង្គលនេះទូលព្រះបង្គំខ្ញុំបកណាខ្ញុំនិងភរិយាសូមអនុមោទនាបុណ្យកុសលជាមួយនឹងសេចក្តីអំណរសាទរនិងសូមថ្វាយប្រគេននៅសព្វសាធុការពរដ៏មហាប្រសើរបំផុតគ្រប់ប្រការចំពោះ1សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីគតិឧទេសបណ្ឌិតសម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជាទី2សម្ដេចព្រះមហាសមេធាធិបតីគតិបណ្ឌិតសម្ដេចព្រះសង្ឃនាយកទី3សម្ដេចព្រះពោធិវាំងសម្ដេចព្រះសង្ឃនាយករងទី1ទី4សម្ដេចព្រះវណ្ណរដ្ឋសម្ដេចព្រះសង្ឃនាយករងទី2 5សម្ដេចព្រះពុទ្ធជ័យបតីសម្ដេចព្រះសង្ឃនាយករងទី3និង6សម្ដេចព្រះឧត្តមបញ្ញាព្រះអនុប្រធានធរសភាគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាទាំង6ព្រះអង្គដែលនឹងត្រូវស្រង់ព្រះសកុនវេរីនាពេលនេះសូមប្រកបតែនឹងព្រះរាជសុខភាពព្រះសុខភាពល្អបរិបូរណ៍បញ្ញាញាណភ្លឺថ្លាព្រះរាជទីឃាយុយឺនយូរនឹងដើម្បីបន្តបុព្វហេតុលើកស្ទួយព្រះពុទ្ធសាសនាវប្បធម៌អរិយធម៌និងប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិដែលជាគោលការណ៍ដឹកនាំជីវិតរស់នៅប្រចាំថ្ងៃសម្រាប់សាសនិកទាំងអស់ឲ្យមានសីលធម៌គុណធម៌សុជីវធម៌និងកុសលចេតនាក្នុងការរួមចំណែកធ្វើឲ្យសង្គមកម្ពុជាមានសុខដុមរមនាសន្តិភាពនិងការវិវត្តប្រកបដោយចីរភាពជាមួយគ្នានេះទូលព្រះបង្គំខ្ញុំបកណាខ្ញុំសូមសម្ដែងការកោតសរសើរនិងវិយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់គួរឲ្យកត់សម្គាល់នៅក្នុងវិស័យធម្មការនិងសាសនាដោយដែលអាដាមចៃបរិនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាបានរំលេចនៅក្នុងសន្ទរកថាស្វាគមន៍និងរបាយការណ៍ថ្វាយប្រគេននឹងជូនអង្គពិធីនាពេលនេះជាក់ស្ដែងព្រះរាជពិធីស្រោចស្រពព្រះសកុនវេរីនៅថ្ងៃនេះក៏ជាសក្ខីកម្មថ្មីមួយទៀតនៃការរីកចម្រើនខាងព្រះពុទ្ធសាសនាដែលប្រជាពលរដ្ឋកម្ពុជាបាននឹងកំពុងរស់នៅប្រកបដោយភាពសុខក្សេមក្សាន្តក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជុំព្រះពុទ្ធសាសនាជាមរតកដូនតាខ្មែរហើយការព្រានការបង្រៀនរបស់ព្រះពុទ្ធជាប្រភពនៃសេចក្តីស្រឡាញ់បញ្ញាញាណសន្តិភាពផ្លូវចិត្តនឹងបានជ្រួតជ្រាបក្នុងស្មារតីផ្នែកគំនិតអរិយាប័ត្រសកម្មភាពរបស់ប្រជាជនខ្មែរដែលបង្ហាញឲ្យឃើញច្បាស់តាមរយៈចរិតរស់រាយរាក់ទាក់ស្មោះត្រង់សុភាពរាបសារទន់ភ្លន់ទាំងបើកបាត់នៅព្រះរាជាណាចក្រកម្ពុជា
ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋហើយសេរីភាពខាងជំនឿនិងការប្រតិបត្តិសាសនាដទៃទៀតក៏ត្រូវបានធានានៅក្នុងលក្ខខណ្ឌដែលមិនប៉ះពាល់ដល់ជំនឿឬសាសនាដទៃទៀតជាក់ស្ដែងកម្ពុជាមានសុខដុមរមនាសាសនានិងរក្សាបាននូវតម្លៃនៃសាមគ្គីភាពរវាងជាតិសាសន៍និងសាសនាផ្សេងៗគ្នាដោយមិនមានប្រកាន់យកនៅនិន្នាការជ្រុលនិយមនោះទេក្រោមលុបនៃសុខសន្តិភាពកម្ពុជាមានកលានុវត្តភាពសមត្ថភាពនិងលទ្ធភាពគ្រប់គ្រាន់ដើម្បីបង្កើនល្បឿននៃការវិវត្តលើគ្រប់វិស័យកត្តាសុខសន្តិភាពនេះក៏បានផ្ដល់លទ្ធភាពឲ្យពុទ្ធបរិស័ទយើងធ្វើបុណ្យសន្តានតាមសេចក្តីប្រាថ្នានិងបើកឱកាសឲ្យយើងបង្កើតនូវសមិទ្ធផលថ្មីៗបន្តទៀតទាំងវិស័យពុទ្ធចក្រនិងអនាចក្រនៅក្នុងន័យនេះទូលព្រះបង្គំខ្ញុំបកណ្ណាសូមសម្ដែងនៅក្តីសង្ឃឹមថាសម្ដេចជាអម្ចាស់គ្រប់ព្រះអង្គគង់ជាម្លប់ដ៏ត្រជាក់នៃការគោរពប្រណិប័តនៃពុទ្ធសាសនានៅកម្ពុជាឲ្យបន្តរីកចម្រើននិងរុងរឿងជានិច្ចនិរន្តរ៍សម្ដេចព្រះរាជាគណៈព្រះថេរានុថេរៈគ្រប់ព្រះអង្គនិងអង្គពិធីទាំងមូលជាទីមេត្រីទន្ទឹមនឹងសមិទ្ធផលសម្រេចបានជាច្រើននៅក្នុងវិស័យធម្មការនិងសាសនាក្នុងនាមរាជរដ្ឋាភិបាលនៅក្នុងនាមខ្លួនទូលព្រះបង្គំខ្ញុំបកណ្ណាខ្ញុំជាពុទ្ធបរិស័ទមួយរូបសូមចូលរួមចំណែកវិភាគទាននៅទស្សនៈមួយចំនួនដូចខាងក្រោមទី1សូមសម្ដេចព្រះរាជាគណៈព្រះថេរានុថេរៈគ្រប់ព្រះអង្គព្រះមេត្តាបន្តជួយដល់សង្គមលើការលើកកម្ពស់គុណធម៌សីលធម៌សុជីវធម៌ថែរក្សាវប្បធម៌ប្រពៃណីទំនៀមទម្លាប់ដ៏ល្អរបស់ជាតិតាមរយៈការសម្ដែងធម៌ទេសនានៅគ្រប់ទីកន្លែងនិងការផ្សព្វផ្សាយតាមបណ្ដាញសង្គមផ្សេងៗដើម្បីជួយឲ្យប្រជាពលរដ្ឋមាននៅបញ្ញាស្មារតីប្រកបដោយព្រហ្មវិហារធម៌កាត់បន្ថយអំពើអនាចារអបាយមុខអំពើហិង្សាអសីលធម៌និងជួយឲ្យសង្គមជាតិមានសុខកដុមរមនានិងពង្រឹងសាមគ្គីធម៌ទី2សូមឲ្យក្រសួងធម្មការនិងសាសនាត្រូវបន្តសហការជាមួយគណៈសង្ឃទាំងពីរដើម្បីរក្សាសុខដុមនីយកម្មសាមគ្គីភាពនិងវឌ្ឍនភាពសង្គមតាមរយៈសកម្មភាពសាសនានានាក្នុងនោះក្រសួងធម្មការនិងសាសនាត្រូវបន្តសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនិងវិស័យឯកជនដើម្បីដាក់ចេញជាសកម្មភាពនឹងការលើកកម្ពស់សាសនារបស់រដ្ឋនិងសីលធម៌សង្គមជាពិសេសការផលិតវីដេអូខ្លីស្ដីពីការអប់រំសីលធម៌ចរិយាធម៌និងពិធីធ្វើបុណ្យតាមប្រពៃណីពុទ្ធសាសនាដើម្បីផ្សព្វផ្សាយតាមបណ្ដាញស្ថានីយទូរទស្សន៍រដ្ឋនិងឯកជនបណ្ដាញសង្គមនិងផ្ទាំងប៉ាដូទៅតាមសាធារណៈទី3ក្រសួងសាធារណការនិងសាសនាក្រសួងធម្មការនិងសាសនាគួរពិចារណាក្នុងការដាក់បញ្ចូលកម្មវិធីប្រតិបត្តិសមាធិក្នុងកម្មវិធីសិក្សារបស់ពុទ្ធកសិក្សាគ្រប់កម្រិតដើម្បីពង្រឹងគុណភាពអប់រំកសាងឲ្យបានពលធនមនុស្សមានទាំងសុខភាពកាយសុខភាពផ្លូវចិត្តបញ្ញាស្មារតីនិងការទទួលខុសត្រូវក្នុងការរស់នៅសង្គមទី4ក្រសួងធម្មការនិងសាសនាត្រូវសហការជាមួយគណៈសង្ឃទាំងពីរព្រះអង្គក្នុងការរៀបចំបណ្ដុះបណ្ដាលតួនាទីភារកិច្ចដល់ព្រះមន្ត្រីសង្ឃអាចារ្យគណៈកម្មការវត្តជាពិសេសប្រព័ន្ធសង្ឃាភិបាលដែលឲ្យបានទូលំទូលាយទូទាំងប្រទេសដើម្បីពង្រឹងសមត្ថភាពនិងបង្កើនការយល់ដឹងអំពីតួនាទីភារកិច្ចដល់ព្រះមន្ត្រីសង្ឃអាចារ្យគណៈកម្មការវត្តស្របតាមបទដ្ឋានគតិយុត្តដើម្បីបង្ការទប់ស្កាត់និងកាត់បន្ថយឲ្យបាននៅអធិករនៅតាមវត្តអារាមទី5ខ្ញុំសូមលើកទឹកចិត្តឲ្យក្រសួងធម្មការនិងសាសនាបន្តសហការសាមគ្គីគ្នានិងមានទំនាក់ទំនងល្អជាមួយសហគមន៍សាសនាដទៃទៀតទាំងក្នុងថ្នាក់ជាតិនិងថ្នាក់អន្តរជាតិដោយឈលលើគោលការណ៍សុខដុមនីយកម្មជាតិសាសន៍ទន្ទឹមនេះមន្ទីរធម្មការនិងសាសនាខេត្តក្រុងត្រូវបន្តរៀបចំដឹកនាំកិច្ចការសាសនាក្នុងសហគមន៍តាមរយៈកិច្ចសហការជិតស្និទ្ធជាមួយថ្នាក់ដឹកនាំនិងគណៈកម្មការវត្តអារាមព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ជាទីបញ្ចប់ទូលព្រះបង្គំខ្ញុំបកណ្ណាខ្ញុំនិងភរិយាសូមថ្វាយពពរប្រគេនពរនិងជូនពរសម្ដេចជាអម្ចាស់សម្ដេចព្រះរាជាគណៈព្រះថេរានុថេរៈគ្រប់ព្រះអង្គអាដាមលោកជំទាវលោកអញ្ញាអ្នកអញ្ញាលោកស្រីសិលវ័នសិលវតីលោកយាយលោកតាលោកគ្រូអ្នកគ្រូ
សរសើរសិស្សនិងពុទ្ធបរិស័ទសូមប្រកបដោយពុទ្ធពរទៅប្រាប់ការគឺអាយុវណ្ណៈសុខៈពលៈទាំងបដិភិនៈកំបីគ្លៀងគ្លាតហើយសូមអរគុណសូម អង្គព្រះរាជពិធីទាំងមូលនៅក្នុងឱកាសនេះសូមគោរពថ្លែងអំណរគុណនិងសូមគោរពប្រសិទ្ធិពរជ័យសិរីមង្គលវិបុលសុខមហាប្រសើរគ្រប់ប្រការគោរពជូនសម្ដេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតនៅក្នុងឱកាសនេះសូមមានពលានុភាពមមួនកំបីគ្លៀងគ្លាតឡើយសូមអបអរសាទរព្រះរាជពិធីបន្តទៅទៀតនេះគឺជាពិធីថ្វាយផ្លិតយសពិសេសនិងប្រគេនផ្លិតយសសូមអង្គព្រះរាជពិធីទាំងមូលយាងនិមន្តនិងអញ្ជើញក្រោកឈរឡើងទាំងអស់គ្នានៅក្នុងឱកាសនេះដែលសម្ដេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងថ្វាយផ្លិតយសពិសេសប្រគេនផ្លិតយសនៅក្នុងឱកាសនេះសូមរតនាយាងសម្ដេចព្រះមហាសូមេធាធិបតីគតិបណ្ឌិតអំលំហេងសម្ដេចព្រះសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាសូមយាងសម្ដេចព្រះពោធិវង្សគតិបណ្ឌិតណយច្រិតសម្ដេចព្រះសង្ឃនាយករងទី1គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាសូមរតនានិមន្តសម្ដេចព្រះវណ្ណរដ្ឋគតិបណ្ឌិតមួងរាសម្ដេចព្រះសង្ឃនាយករងទី2គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាសូមរតនានិមន្តសម្ដេចព្រះពុទ្ធជ័យមនីបណ្ឌិតខឹមសនសម្ដេចព្រះសង្ឃនាយករងទី3គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជានិងសូមរតនានិមន្តសម្ដេចព្រះដំបញ្ញាគតិបណ្ឌិតដួងផង់ព្រះអនុប្រធានថេរសភានៃពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជាទូលព្រះបង្គំខ្ញុំបកណាចម្បាទសូមអរព្រគុណនិងសូមអរគុណអង្គព្រះរាជពិធីទាំងមូលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងឱកាសនេះសូមព្រះអនុញ្ញាតនិងសូមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់សម្ដេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតក៏ដូចជាអង្គព្រះរាជពិធីទាំងមូលដើម្បីបានក្រុមការងាររៀបចំព្រះរាជពិធីដង្ហែប្រតិសិនបោះស្បុក3ជុំនៅក្នុងឱកាសនេះសូមក្រុមការងារមេត្តាចាត់ចែងនិងរៀបចំសម្ដេចឯកឧត្តមលោកជំទាវលោកស្រីនិងកញ្ញាជាទីគោរពនៅពេលនេះពិធីស្រោចស្រពព្រះសគុណវិរី
ថ្វាយនិងប្រគេនសម្ដេចព្រះមហាសូមេធាធិបតីគតិបណ្ឌិតអំលឹមហេងសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះពោធិវង្សគតិបណ្ឌិតណយច្រឹកសម្ដេចព្រះសង្ឃនាយកទី1សម្ដេចព្រះវណ្ណរដ្ឋគតិបណ្ឌិតមួងរាសម្ដេចព្រះសង្ឃនាយករងទី2សម្ដេចព្រះពុទ្ធជ័យមុនីបណ្ឌិតខឹមសនសម្ដេចព្រះសង្ឃនាយករងទី3និងសម្ដេចព្រះឧត្តមបញ្ញាគតិបណ្ឌិតដួងផង់អនុប្រធានថេរសភានៃព្រះរាជាណាចក្រកម្ពុជាកំពុងតែរៀបចំហើយនឹងប្រព្រឹត្តទៅនៅក្នុងពេលបន្តិចទៀតនេះមុននឹងពិធីស្រោចស្រពព្រះស្គុណវេរីថ្វាយប្រគេនសម្ដេចសង្ឃនាយកសម្ដេចសង្ឃនាយករងសម្ដេចព្រះសង្ឃគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាចាប់ផ្ដើមនៅមុននេះបន្តិចសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៃយើងបានអញ្ជើញនឹងលោកជំទាវបានអញ្ជើញស្រោចស្រពព្រះសគុណវេរីថ្វាយប្រគេនថ្វាយសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីគតិឧទេសបណ្ឌិតនុនង៉ែតសម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជានិងបានអញ្ជើញថ្លែងសន្ទរកថាប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅបំផុតដែលបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលគ្រប់នីតិកាលទាំងអស់នៅក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋនៅពេលនេះពិធីដង្ហែសម្ដេចព្រះមហាសូមេធាធិបតីគតិបណ្ឌិតអំលឹមហេងសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះពោធិវង្សគតិបណ្ឌិតណយច្រឹកសម្ដេចព្រះសង្ឃនាយករងទី1សម្ដេចព្រះវណ្ណរដ្ឋគតិបណ្ឌិតមួងរាសម្ដេចព្រះសង្ឃនាយករងទី2សម្ដេចព្រះពុទ្ធជ័យមុនីបណ្ឌិតខឹមសនសម្ដេចព្រះសង្ឃនាយករងទី3និងសម្ដេចព្រះឧត្តមបញ្ញាគតិបណ្ឌិតដួងផង់អនុប្រធានថេរសភានៃព្រះពុទ្ធសាសនានិងយាងគង់នៅលើអង្គព្រះរាជពិធីទាំងមូលជាទីគោរពដ៏ពងពោះនៅក្នុងឱកាសនេះព្រះរាជពិធីទាំងមូលបាននឹងកំពុងដង្ហែប្រតិសិនបោះស្បុកកំពុងតែគង់នៅលើបោះស្បុកហើយបោះស្បុករបស់សម្ដេចព្រះសង្ឃនាយកសម្ដេចព្រះសង្ឃនាយករងនិងដង្ហែប្រតិសិន3ជុំវិញបោះស្បុកដែលត្រូវបានរៀបចំដោយមានពណ៌មាសលឿងឆ្អិនឆ្អៅប្រដាប់ដោយគ្រឿងនៅក្នុងព្រះពុទ្ធសាសនាយ៉ាងល្អល្អះហើយបន្ទាប់ពីពិធីដង្ហែសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះសង្ឃនាយករងជុំវិញ3ជុំវិញបោះស្បុករួចហើយសម្ដេចព្រះសង្ឃនាយកនិងសម្ដេចព្រះសង្ឃនាយករងនឹងយាងគង់នៅលើបោះស្បុកបណ្ដាលហើយពិធីស្រោចស្រពព្រះសគុណវេរីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតនឹងចាប់ផ្ដើមជាផ្លូវការខ្ញុំបានសូមរំលឹកនៅប្រសាសន៍របស់សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីដែលបានលើកឡើងថាប្រទេសកម្ពុជាអាចទទួលបាននូវសុខសន្តិភាពពេញលេញឯកភាពជាតិនិងឯកភាពទឹកដីដោយសពថ្ងៃនេះក៏ដោយសារការដឹកនាំប្រកបដោយធម៌របស់សម្ដេចតេជោហ៊ុនសែនដែលបានដាក់ចេញនូវនយោបាយឈ្នះឈ្នះដែលជានយោបាយផ្អែកលើគោលការណ៍គុណធម៌មនុស្សធម៌ការចែករំលែកនិងការទុកចិត្តគ្នាទៅវិញទៅមកដោយធ្វើយ៉ាងណាការពារឲ្យបាននូវអាយុជីវិតទ្រព្យសម្បត្តិមុខរបរនិងការងាររបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបគ្រប់និន្នាការដោយមិនមានការរើសអើងនិងការបែងចែក
ហើយរាជរដ្ឋាភិបាលទាំងអាណត្តិមុននិងអាណត្តិថ្មីនេះសូមថ្លែងអំណរគុណប្រជាពលរដ្ឋគ្រប់ទិសទីដែលបានចូលរួមថែរក្សាសុខសន្តិភាពនិងជំរុញការអភិវឌ្ឍជាតិទៅមុខតាមរយៈការរួមគ្នាដើរទៅមុខនៅលើវិថីដ៏ត្រឹមត្រូវការរស់នៅជាមួយគ្នាទាំងក្នុងពុទ្ធចក្រនិងអាណាចក្រប្រកបដោយភាពសុខដុមរមនាដោយមិនមានការបែកបាក់ផ្ទៃក្នុងជាតិចែករំលែកការជួយគ្នាទៅវិញទៅមកនិងការខិតខំកសាងអភិវឌ្ឍខ្លួនឯងនិងគ្រួសារឲ្យមានភាពរីកចម្រើនរុងរឿងហើយសន្តិភាពដ៏ពេញលេញនិងសេចក្តីសុខសាន្តត្រានក្នុងរយៈពេល27ឆ្នាំមកនេះអាចនឹងរលាយបាត់បង់ទៅវិញយ៉ាងឆាប់រហ័សក្នុងមួយប៉ព្រិចភ្នែកប្រសិនបើគ្មានការចូលរួមប្រកបដោយស្មារតីទទួលខុសត្រូវរបស់ប្រជាពលរដ្ឋម្នាក់ៗនិងការបដិញ្ញាចិត្តដ៏ច្បាស់លាស់របស់ប្រមុខរាជរដ្ឋាភិបាលក្នុងការបន្តថែរក្សាការពារសន្តិភាពស្ថិរភាពឲ្យបានដាច់ខាតបើទោះបីក្នុងតម្លៃណាក៏ដោយនោះទេហើយប៉ុណ្ណាគឺគ្មានអ្នកណាស្រឡាញ់ខ្មែរការពារខ្មែរជាងខ្មែរខ្លួនយើងនោះទេដូច្នេះខ្មែរត្រូវតែខ្លាំងនិងត្រូវរួមគ្នារួមសាមគ្គីគ្នាដើម្បីថែរក្សាអត្តសញ្ញាណជាតិឯករាជ្យអធិបតេយ្យបូរណភាពទឹកដីនិងការអភិវឌ្ឍជាតិឲ្យថិតថេរជេរកាលតទៅមុខសម្រាប់អ្នកជំនាន់ក្រោយៗទៀតហើយតកតងនឹងសុខដុមភាវូបនីយកម្មរវាងជាតិសាសន៍និងសាសនាការជួបជុំគ្នានៅក្នុងថ្ងៃនេះក្នុងពិធីស្រោចស្រពព្រះសកុនវារីថ្វាយប្រគេនសម្ដេចព្រះអគ្គមហាសង្ឃរាជសម្ដេចព្រះសង្ឃនាយករងសម្ដេចព្រះសង្ឃគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាកំពុងបង្ហាញពីភាពសុខដុមរមនាភាពរស់នៅជាមួយគ្នារវាងធម្មយុត្តិនិងមហានិកាយហើយប្រទេសកម្ពុជារបស់យើងមិនដែលមានចំនួនសាសនាឡើយហើយដែលខុសពីបណ្ដាប្រទេសនានាមួយចំនួននៅលើពិភពលោកចំនួនសាសនាបានកើតមានឡើងរហូតដល់មានការវាយប្រហារគ្នាក្នុងរូបភាពផ្សេងសម្ដេចបវរធិបតីធ្លាប់មានប្រសាសន៍ថាការគ្រប់គ្រងរដ្ឋមួយគឺទាមទារឲ្យធ្វើសុខដុមភាវូបនីយកម្មរវាងជាតិសាសន៍និងសាសនាដែលនេះជាកិច្ចការដ៏ធំហើយវានឹងមិនคล้ายទៅជាការបែកបាក់ជាតិហើយជាការពិតណាស់ក្រៅពីពុទ្ធបរិស័ទព្រះសង្ឃក៏មានតួនាទីដ៏សំខាន់ក្នុងការថែរក្សាសន្តិភាពហើយចាប់ផ្ដើមពីសន្តិភាពនេះទើបប្រទេសជាតិយើងមានស្ថានភាពរីកចម្រើននិងកំពុងបន្តអភិវឌ្ឍទៅមុខដោយសពថ្ងៃដូចនេះព្រះសង្ឃមានភារកិច្ចសំខាន់ដែលត្រូវចូលរួមដើម្បីថែរក្សានៅសន្តិភាពរបស់ប្រទេសហើយយើងបានដឹងហើយថាវិស័យសាសនារបស់យើងមិនថាតែព្រះពុទ្ធសាសនានោះទេគ្រប់សាសនាទាំងអស់នៅកម្ពុជាត្រូវបានបំផ្លិចបំផ្លាញក្នុងសម័យសង្គ្រាមហើយក្នុងសម័យនៃរបបកម្ពុជាប្រជាធិបតេយ្យផងដែរហើយឆ្លងកាត់ដំណាក់កាលសង្គ្រាមដ៏យូរលង់ទឹកដីកម្ពុជារបស់យើងក្នុងពេលកន្លងមកមានការបែងចែកព្រះសង្ឃខ្លះនៅខាងភាគីនេះព្រះសង្ឃខ្លះនៅខាងភាគីនោះនិងព្រះសង្ឃខ្លះទៀតនៅក្នុងតំបន់ដែលមានសង្គ្រាមដូច្នេះយើងមិនត្រូវបណ្តែតបណ្តោយឲ្យប្រទេសរបស់យើងរងនឹងការបែកបាក់នោះទៀតទេព្រោះវានាំទៅដល់សង្គ្រាមវិនាសកម្មហើយម្យ៉ាងទៀតបើរដ្ឋដើរខុសសាសនាក៏នឹងរលាយហើយនៅក្នុងស្ថានភាពប្រទេសយើងមានសង្គ្រាមពីវត្តអារាមវិហារសាសនាគ្រិស្តវិហារសាសនាអ៊ីស្លាមបានក្លាយជាទីតាំងកងទ័ពទីតាំងគោលដៅនៃការវាយប្រហារនិងគុកដាក់អ្នកទោសឬកន្លែងស្តុកជីជាដើមបច្ចុប្បន្នយោងតាមរបាយការណ៍របស់ក្រសួងធម្មការនិងសាសនាកម្ពុជាមានវត្តអារាមចំនួន5146វត្តដោយក្នុងនោះវត្តគណៈមហានិកាយមានចំនួន4876វត្តនិងគណៈធម្មយុត្តិកនិកាយមានចំនួន272វត្តមានព្រះសង្ឃសរុបចំនួន71174ព្រះអង្គក្នុងនោះវត្តគណៈមហានិកាយមានចំនួនក្នុងនោះគណៈមហានិកាយមានចំនួនព្រះសង្ឃ68659អង្គនិងគណៈធម្មយុត្តិកនិកាយមានព្រះសង្ឃចំនួន2520អង្គចំពោះវិស័យអប់រំក្នុងវិស័យព្រះពុទ្ធសាសនាវិញគឺមានសាលាព្រះធម៌វិន័យចំនួន529សាលាមានសិស្សចំនួន11100អង្គនាក់និងគ្រូជួលមានចំនួន677អង្គនាក់បច្ចុប្បន្ននៅកម្ពុជាមានពុទ្ធិកបឋមសិក្សាចំនួន950សាលាមានសិស្ស25045អង្គនាក់មានគ្រូក្របខ័ណ្ឌចំនួន173អង្គនាក់និងគ្រូកិច្ចសន្យាចំនួន1446អង្គនាក់រីឯពុទ្ធិកមធ្យមសិក្សាបឋមភូមិមានចំនួន38សាលាមានសិស្សចំនួន
5922 អង្គអ្នកគ្រូក្របខ័ណ្ឌចំនួន118អ្នកនិងគ្រូជួលមានចំនួន883អង្គអ្នកពុទ្ធិកមធ្យមសិក្សាទុតិយភូមិមានចំនួន14សាលាមានសិស្សចំនួន2096អង្គអ្នកគ្រូក្របខ័ណ្ឌមានចំនួន35អង្គអ្នកគ្រូជួលមានចំនួន207អង្គអ្នកសម្រាប់ពុទ្ធិកសាកលវិទ្យាល័យមាន3ទីតាំងដែលមានសិស្សចំនួន6233អង្គអ្នកគ្រូក្របខ័ណ្ឌមានចំនួន47អង្គអ្នកនិងគ្រូជួលមានចំនួន462អង្គអ្នកហើយការពង្រឹងការអប់រំពុទ្ធិកសិក្សាពីកម្រិតបឋមសិក្សាទៅកម្រិតឧត្តមសិក្សានិងក្រៅឧត្តមសិក្សានិងការថែរក្សាមរតកប្រពៃណីទំនៀមទម្លាប់ក្នុងវិស័យពុទ្ធិកបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យសាសនាបណ្ដុះបណ្ដាលធនធានព្រះសង្ឃប្រកបដោយចំណេះដឹងជំនាញនិងគុណធម៌ប្រកាន់ក្រឹតវិន័យតាមពុទ្ធបញ្ញត្តិនិងពុទ្ធានុញ្ញាតក៏ជាគោលនយោបាយអតិភិបរបស់រាជរដ្ឋាភិបាលកន្លងមកនិងរាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាផងដែរសម្ដេចអាយុដំលោកជំទាវលោកស្រីនាងកញ្ញាជាទីគោរពនៅពេលនេះពិធីស្រោចស្រពព្រះសគុណវេរីថ្វាយសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះសង្ឃនាយករងសម្ដេចព្រះសង្ឃគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាបានប្រព្រឹត្តទៅប្រកបដោយសទ្ធាជ្រះថ្លាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតហើយសម្ដេចព្រះសង្ឃនាយកដែលសម្ដេចព្រះសង្ឃនាយករងដែលនឹងទទួលការស្រោចស្រពព្រះសគុណវេរីមានសម្ដេចព្រះសូមេធាធិបតីកិត្តិបណ្ឌិតអំលំហេងសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះពោធិវង្សកិត្តិបណ្ឌិតណយច្រឹកសម្ដេចព្រះសង្ឃនាយកទី1សម្ដេចព្រះវណ្ណរដ្ឋកិត្តិបណ្ឌិតមួងរាសម្ដេចព្រះសង្ឃនាយករងទី2សម្ដេចព្រះពុទ្ធជ័យមុនីបណ្ឌិតខឹមសនសម្ដេចព្រះសង្ឃនាយករងទី3និងសម្ដេចព្រះឧត្តមបញ្ញាកិត្តិបណ្ឌិតដងផង់អនុប្រធានធរសភានៃព្រះពុទ្ធសាសនាហើយដែលពិធីនេះប្រព្រឹត្តទៅនៅក្នុងបរិវេណវត្តបទុមវតីរាជវរារាមស្ថិតក្នុងសង្កាត់ចតុមុខខណ្ឌដូនពេញរាជធានីភ្នំពេញខ្ញុំបាទក៏សូមរំលឹកជូនផងដែរថាកាលវេលាថ្ងៃសុក្រទី21ខែមិថុនាឆ្នាំ2024សម្ដេចបវរធិបតីនិងលោកជំទាវបណ្ឌិតក៏បានអញ្ជើញចូលរួមពិធីបុណ្យទិឃាយុវឌ្ឍនមង្គលថ្វាយសម្ដេចព្រះសូមេធាធិបតីកិត្តិឧទេសៈបណ្ឌិតនុនង៉ែតគម្រប់ព្រះជន្ម100ព្រះវស្សាយាងចូល101ព្រះវស្សាថ្វាយសម្ដេចជាអម្ចាស់ដើម្បីទុកជាព្រះរាជកុសលនិងថ្វាយព្រះរាជសព្វសាធុការពោសូមសម្ដេចជាអម្ចាស់ទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ព្រះជន្មាទិឃាយុជាង100ព្រះវស្សាប្រថាប់នៅជាម្លប់សម្រាប់សម្ដេចព្រះរាជាគណៈព្រះថេរានុថេរៈនិងមហាពុទ្ធបរិស័ទជាអង្វែងតទៅហើយសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទេសៈបណ្ឌិតស្ទើរតែពេញមួយជីវិតឬមួយក៏ប្រជជនរបស់ព្រះអង្គបានបូជាព្រះកាយក្នុងការថែរក្សានិងលើកតម្កើងវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋនៅប្រទេសកម្ពុជាមានការរីកចម្រើនជាលំដាប់ផងដែរហើយសម្ដេចបវរធិបតីនិងលោកជំទាវបណ្ឌិតក៏បានអញ្ជើញចូលរួមពិធីស្រោចស្រពព្រះសគុណវេរីថ្វាយប្រគេនសម្ដេចនិងព្រះមន្ត្រីសង្ឃជាន់ខ្ពស់គណៈមហានិកាយនៅព្រះរាជាណាចក្រកម្ពុជាចំនួន11អង្គដែលបានប្រព្រឹត្តទៅនៅវត្តមុនីសវណ្ណហើយវត្តចំពុះក្អែកកាលថ្ងៃសុក្រទី17ខែវិច្ឆិកាឆ្នាំ2023ពិធីស្រោចស្រពព្រះសគុណវេរីថ្វាយប្រគេនសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះសង្ឃនាយករង
គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចបវរធិបតីនិងលោកជំទាវបណ្ឌិតបានដល់ទីបញ្ចប់បន្ទាប់ពីសម្ដេចបវរធិបតីនិងលោកជំទាវបណ្ឌិតបានស្រោចស្រពព្រះសកុនវេរីថ្វាយប្រគេនសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីគតិឧទេសបណ្ឌិតនុនង៉ែតសម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចព្រះមហាសុមេធាធិបតីគតិបណ្ឌិតអំលឹមហេងសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះពោធិវង្សគតិបណ្ឌិតណយជ្រឹកសម្ដេចព្រះសង្ឃនាយករងសម្ដេចព្រះសង្ឃនាយកទី1សម្ដេចព្រះវណ្ណរដ្ឋគតិបណ្ឌិតមួងរាសម្ដេចព្រះសង្ឃនាយករងទី2សម្ដេចព្រះពុទ្ធជ័យមុនីបណ្ឌិតខឹមសនសម្ដេចព្រះសង្ឃនាយករងទី3និងសម្ដេចព្រះឧត្តមបញ្ញាគតិបណ្ឌិតដងផង់អនុប្រធានថេរសភានៃព្រះពុទ្ធសាសនានៅលើបុស្បុកយ៉ាងល្អស្អាតពណ៌លឿងឆ្អិនឆ្អៅប្រដាប់ដោយគ្រឿងរណ្ដាប់ផ្សេងៗជាច្រើនទៀតតាមប្រពៃណីព្រះពុទ្ធសាសនានោះនៅពេលនេះគឺសម្ដេចបវរធិបតីនិងលោកជំទាវបណ្ឌិតហើយនៅក្នុងឱកាសនោះដែរសម្ដេចបវរធិបតីនិងលោកជំទាវបណ្ឌិតក៏បានថ្វាយប្រគេនផ្លិតយោពិសេសនិងផ្លិតយោចំពោះសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះសង្ឃនាយករងនិងសម្ដេចព្រះសង្ឃគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាផងដែរហើយទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំបាទសូមជម្រាបជូនថាព្រះមន្ត្រីសង្ឃព្រះថេរានុថេរៈសិស្សគុណនិងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានមានកតញ្ញូតាធម៌និងសទ្ធាជ្រះថ្លាប្រកបដោយក្តីសោមនស្សរីករាយក្រៃលែងដែលបានព្រមព្រៀងគ្នាជាឯកច្ឆន្ទតាមគំនិតព្រួយផ្ដើមដោដងឧត្តមរបស់សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតក្នុងការរៀបចំព្រះពិធីស្រោចស្រពព្រះសកុនវេរីថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះសង្ឃនាយករងនិងសម្ដេចព្រះសង្ឃគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសនេះចូលបិទក្នុងមុនមួយទៅចូលឲ្យតែ5កម្មការព្រះមេតានរៈគឺជំនួយញាតិញោមដែលត្រូវស្វែងរកវិធីសម្ដេចសូមបញ្ជាក់ប្រមាណទីសំខាន់ដល់ប្រតិបត្តិក្នុងស្វែងរកសម្ដេចឯកឧត្តមលោកជំទាវលោកស្រីនិងកញ្ញាជាទីគោរពការផ្សាយផ្ទាល់អំពីពិធីស្រោចស្រពព្រះសកុនវេរីថ្វាយប្រគេនសម្ដេចព្រះអគ្គមហាសង្ឃរាជសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះសង្ឃនាយករងសម្ដេចព្រះសង្ឃគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតនៅពេលនេះសូមបិទបញ្ចប់ខ្ញុំបាទជាផ្នែកនៃក្រុមការងារផ្សាយផ្ទាល់នៃបណ្ដាញសង្គមការងារផ្លូវការរបស់សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី